មានផ្ទះមានឡានច្រឡំថាខ្លួនឯងខ្លាយទៅជាអ្នកមានមោទនភាពរហូតទៅដល់ជាប់បំណុលវ័នកកឆ្លងបញ្ហាទៅដល់ក្រុមគ្រួសារទៀតជំរាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាជួបគ្នាសារជាថ្មីជាមួយនឹងคลิปវីដេអូពីអ្នកប្តីប្រពន្ធរបស់ខ្ញុំនៅក្នុងថ្ងៃនេះខ្ញុំសូមលើកអំពីរឿងបំណុលមានផ្ទះមានឡានច្រឡំថាខ្លួនឯងខ្លាយទៅជាអ្នកមានមោទនភាពរហូតទៅដល់ជាប់បំណុលវ័នកកឆ្លងបញ្ហាទៅដល់ក្រុមគ្រួសារទៀតបាទបងប្អូនថ្ងៃនេះខ្ញុំលើកពីរឿងខ្ញុំហើយសូមអធិស្ឋាននៅពេលដែលនិយាយទៅប៉ះពាល់ដល់អ្នកដែលជាពាក់អំណុលគេដោយសារមានផ្ទះជាពាក់អំណុលគេដោយសារទិញឡានបាទពីព្រោះខ្ញុំលើកនេះវាជារឿងផ្នត់គំនិតនៃរបៀបគិតការធ្វើខុសការប្រព្រឹត្តខុសរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំផុងខ្លួនចូលក្នុងកំណត់បំណុលតែប៉ុណ្ណោះបាទអញ្ចឹងខ្ញុំសូមបញ្ជាក់រាល់ការលើកឡើងវាមិនខុសហើយក៏វាមិនត្រូវអ្វីនោះដែរពីព្រោះវាជារឿងពិតរបស់ខ្ញុំទេបាទអូខេបងប្អូនអញ្ចឹងមុននឹងចូលទៅក្នុងប្រធានបទហ្នឹងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះៗបាទសម្រាប់ខ្ញុំឈ្មោះមានសវុតភរិយារបស់ខ្ញុំឈ្មោះឆើស្រីផាបាទពួកយើងបានរៀបការជាមួយគ្នានៅឆ្នាំ2012ហើយខ្ញុំអាជីពរបស់ខ្ញុំជាជាងម៉ាស៊ីនត្រជាក់ហើយខ្ញុំភរិយារបស់ខ្ញុំជាកម្មកររោងចក្រហើយពួកយើងបានធ្វើការរៀងៗខ្លួនក៏សន្សំលុយបាន$5000ហើយក៏មានគំនិតគិតថាចង់ធ្វើអាជីវកម្មផ្ទាល់ខ្លួនអញ្ចឹងក៏ទៅរកទីតាំងមួយបើកលក់ម៉ាស៊ីនត្រជាក់ជួសជុលម៉ាស៊ីនត្រជាក់នៅគុលស្ពានប្រៃសំរោងកែងកាក់ក្បាលក្រហមក្រុងតាខ្មៅបងប្អូននៅឆ្នាំ2015ហ្នឹងគឺខ្ញុំបានទៅធ្វើអាជីវកម្មនៅតំណឹងហើយអ្នកដែលគាត់អ្នកនៅតែខ្មៅក៏ស្គាល់ខ្ញុំហើយស្តុបកែងតលុនហ្នឹងគឺខ្ញុំបើកនឹងកែងហ្នឹងតែម្ដងកាលឆ្នាំ2015ប៉ុន្តែជាអកុសលបងប្អូនអត់បើកបានយូរទេគឺយើងបានដំណើរការបានត្រឹមតែ1ឆ្នាំក៏អាជីវកម្មហ្នឹងក៏ខ្សែធនក៏បិទទៅវិញទៅបាទអញ្ចឹងក៏ពួកយើងសម្រេចចិត្តថាលែងជួលផ្ទះគេហ្នឹងក៏បិទអាជីវកម្មហ្នឹងចោលហើយពួកយើងបានផ្លាស់ប្ដូរទៅធ្វើមុខរបរការងារទឹកការងារភ្លើងការងារ MEP បាទហើយធ្វើការងារម៉ៅសំណង់ធ្វើបរិយធ្វើខុនដូនិយាយរួមសរុបសេចក្តីមកឲ្យតែមានការគេហៅម៉ៅការគឺយើងតែងតែទៅទទួលម៉ៅការហើយយើងយកជាងដាក់ទៅធ្វើប៉ុន្តែការខំប្រឹងប្រែងរបស់យើងហ្នឹងគឺអត់បានលទ្ធផលអីទេហើយក៏ពួកយើងបានចំណាក់ស្រុកទៅធ្វើការទាំងពីរអ្នកប្តីប្រពន្ធតែម្ដងអញ្ចឹងហើយទៅដល់ប្រទេសថៃបងប្អូនដឹងមិនខ្មិចទេនៅពេលដែលយើងទៅដល់ថៃហើយវាមិនស្រួលដូចអ្វីដែលយើងគិតទេក៏យើងបានសម្រេចចិត្តត្រឡប់មកវិញដោយសារប្រាក់ខែហ្នឹងវាបានតិចបាទពីព្រោះការរំពឹងដែលយើងគិតថាយើងទៅនោះគឺយើងបានការងារប្រាក់ខែច្រើនទៅពេលទៅដល់មានអ្នកណាគុណគូចែកទៅបានសល់បានត្រឹមតែ200-300ទេអញ្ចឹងយើងជាប់គេ40000បើយើងសល់បានតែ200-300ទៅដល់ក្រៅប្រទេសហើយអញ្ចឹងបងប្អូនគិតមើលមិនដឹងថាផ្សងគេប្រហែលឆ្នាំទេមែនទេអញ្ចឹងក៏យើងត្រឡប់មកវិញអញ្ចឹងក៏ទទួលបានការណែនាំទៅជួបជាមួយនឹងដុកទ័របំណុលបាទគឺជួបជាមួយនឹងលោកគ្រូសៀសផលបងប្អូនស្គាល់ទេលោកគ្រូគឺគាត់មានបច្ចេកទេសជំនាញក្នុងការជួយដោះស្រាយបញ្ហាបំណុលអញ្ចឹងខ្ញុំក៏បានសម្រេចចិត្តទៅជួបមួយលោកគ្រូបាទទៅជួបមួយលោកគ្រូដើម្បីធ្វើការសុំចង្អុលបង្ហាញពីបញ្ហាដែលខ្ញុំជាប់គាំងអញ្ចឹងក៏ខ្ញុំបានធ្វើតាមការណែនាំរបស់គាត់ដោយខ្ញុំប្រើក្បួនទាំងអស់តាមរយៈការចង្អុលបង្ហាញពីលោកគ្រូខ្ញុំចាក់ចេញពីបំណុលបាន$40000ដោយប្រើរយៈពេល1ខែបាទអញ្ចឹងបន្ទាប់ពីខ្ញុំដោះស្រាយបញ្ហារួចខ្ញុំក៏បានធ្វើវាជាវគ្គសិក្សាធ្វើជាមេរៀនសភៅដែលមានបងប្អូនយើងជាច្រើនដែលគាត់ចុះឈ្មោះមករៀនមួយខ្ញុំហើយយកបទពិសោធន៍របស់ខ្ញុំដែលគាត់មានបញ្ហាបំណុលហ្នឹងគាត់យកទៅឲ្យគាត់ធ្វើតាមក្បួនរបស់ខ្ញុំឃើញថាបានលទ្ធផលអូខេអញ្ចឹងត្រឡប់មកក្នុងប្រធានបទរបស់យើងវិញបាទប្រធានបទរបស់យើងគឺនិយាយអំពីរឿងពេលដែលមានដីមានផ្ទះបាទមានផ្ទះមានឡានបាទយើងមោទនភាពថាយើងជាអ្នកមានបាទមោទនភាពថាអូខ្លួនឯងមានផ្ទះមានឡានប៉ុន្តែបងប្អូនដឹងមិនហីពេលដែលយើងយល់ច្រឡំបែបហ្នឹងវាតោងទៅដល់សិតតែបំណុលខ្ញុំសូមលើករឿងពិតមួយខ្ញុំចាំមិនភ្លេចទេនៅឆ្នាំ2017ខ្ញុំបានធ្វើផ្ទះនៅភ្លើងឆេះទេបាទនៅកបោលបាទហើយខ្ញុំធ្វើហើយគឺខ្ញុំគេហៅថាមានកម្មវិធីមួយគេហៅថាឡើងផ្ទះបាទឡើងផ្ទះបាទយើងអញ្ចឹងយើងប្រាប់បងប្អូនយើងទៅបាទយើងហៅអ្នកស្រុកខាងប្រពន្ធផងខាងខ្លួនឯងផងដើម្បីធ្វើកម្មវិធីជប់លៀងមួយគេហៅថាសូត្រមុនឡើងផ្ទះបាទអញ្ចឹងសរុបមកមោទនភាពណាឪពុកម្ដាយបងប្អូនខ្ញុំគាត់គេហៅថាសរសើរបាទនៅក្មេងៗហើយរស់ស៊ីបានផ្ទះបាទបានសល់ផ្ទះបានអីនៅភ្នំពេញអញ្ចឹងប៉ុន្តែធាតុពិតបងប្អូនដឹងមិនហ៎បាទខ្ញុំសូមនិយាយកន្លែងនេះគឺជារឿងពិតរបស់ខ្ញុំធាតុពិតវាមិនមែនជាផ្ទះទេបាទវាជាមួយជ្រុងមួយទូចនៃដែលយើងមើលឃើញថាយើងមោទនភាពតាមពិតវាជាបំណុលទេបាទវាជាបំណុលទេមានន័យថាខ្ញុំបានយកលុយទៅខ្ចីបំណុលគេយកមកទិញដីហើយយើងទៅខ្ចីលុយគេយកមកធ្វើផ្ទះអញ្ចឹងសរុបមកវិញគឺយើងយកបំណុល
ទៅទិញបំណុលទេហើយយើងយកបំណុលទៅធ្វើជាផ្ទះដើម្បីសង់នៅហើយយើងច្រឡំថាហ្នឹងជាផ្ទះបើធៀបទៅការចំណាយឬក៏ការប្រើប្រាស់លុយនៅក្នុងហ្នឹងបើសិនតែយើងជួលផ្ទះវិញគឺយើងការជួលផ្ទះគឺស្រួលជាងអានេះគេហៅថាជំងឺបំណុលបាទតាមពិតចាអើយដំបងខ្ញុំមិនដឹងទេដំបងគ្រាន់តែយើងមានកូនមានអីគាត់ថាចង់មានផ្ទះនៅស្រួលមួយចង់មានផ្ទះខ្លួនឯងមួយអត់ចង់ជួលផ្ទះគេអត់ចង់រើតែនេះតែនោះទេធម្មតាតែយើងជួលផ្ទះគេយើងតែងតែរើកន្លែងណាដែលយើងស្រួលនៅកន្លែងណាដែលសំលមមនឹងជីវភាពគ្រួសារយើងហើយនឹងដូរនៅចិត្តកន្លែងធ្វើការអញ្ចឹងដើម្បីស្រួលធ្វើដំណើរបាទតើតែយើងមានផ្ទះមានដីមានឡានចាប់ផ្ដើមធ្វើមួយជា3ជា4ហ្មងធ្វើលុយចាប់ផ្ដើមយើងចាប់ផ្ដើមឈឺក្បាលវិលមុខចាប់ផ្ដើមសវេសវាយក៏ខុសដែរដោយសារយើងអត់ដឹងយើងអត់ទាន់ដឹងថាចឹងនិយាយថាចេះពីជួលផ្ទះគេយើងសុបាយចិត្តយើងមានលុយសល់មានមាសមានអីចឹងទៅអញ្ចឹងទៅហើយគ្រាន់តែយើងអត់មានផ្ទះហ្នឹងគ្រាន់តែយើងអត់មានឡានហ្នឹងតែមានម៉ូតូជិះធម្មតាតើតែបើយើងសេវាម៉េះតើតែយើងមានឡានមានផ្ទះដើមអាលុយក៏អស់អាមាសក៏អស់ហើយច្បងគេមួយខែខ្ទង់7000បាទ1750កាលឆ្នាំ2019ហើយតើអញ្ចឹងទៅជាចាប់ផ្ដើមមានចំនួនគ្រួសារបាទចាប់ផ្ដើមខ្ញុំបន្ទោប្តីខ្ញុំថៃបានឲ្យចង់ទិញឡានថៃបានឲ្យចង់ទិញដីបាទខ្ញុំចាប់ផ្ដើមថាឲ្យចាប់ផ្ដើមឆ្លោះគ្នាតាំងកណ្ដឹងមកចាប់ផ្ដើមនិយាយថានិយាយតាក់មាត់តាក់កគ្នាបាទតែយើងអត់លុយគ្រួសារយើងចាប់ផ្ដើមទៅជែកគ្នាបងប្អូនអត់បាច់ឆ្ងល់តែយើងអត់លុយចាប់ផ្ដើមមានវិបត្តិគ្រួសារអូខេអញ្ចឹងសម្រាប់ខ្ញុំពីអ្នកភរិយាថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ការចែករំលែកហើយបើសិនជាបងប្អូនត្រូវការប្រឹក្សាជាមួយខ្ញុំបន្ថែមតាក់ទងមកខ្ញុំតាមរយៈលេខ0966630008កុដលេខ Telegram ផ្ទាល់ខ្លួនហ្មងណាអញ្ចឹងសូមអរគុណសូមកុំអស់សង្ឃឹមរឿងបំណុលគឺខ្ញុំអាចជួយបានបាទសូមព្រះអង្គប្រទានពរបងប្អូនទាំងអស់គ្នាបាទសូមជម្រាបលា